ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានមុខម្ហូបដដែលទេតែចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យមកទស្សនាពីការធ្វើមុខម្ហូបនេះគឺធ្វើជាលើកទី2ហើយគឺស្ងោរឆៃថាវជាមួយនឹងសាច់ជ្រូកឆៃថាវហើយនឹងការ៉ុតយើងចិតឲ្យទូចៗហើយសាច់ជ្រូកយើងប្រឡាក់ជាមួយនឹងប្រេងខ្យងក៏ដូចជាគ្រឿងស្ករអំបិលប៊ីចេងហ្នឹងមកហើយនេះម៉ាក់ខ្ញុំចាប់ផ្ដើមដួសដាក់ចូលក្នុងទឹកពុះទឹកនេះយើងដាក់តាមចំណង់ចំណូលចិត្តយើងមកយើងចង់បានទឹកច្រើនយើងដាក់ច្រើនទៅតែបើចង់បានទឹកណាមុំឲ្យវារៀងខាប់ដាក់មកមុំទៅហើយយើងចាប់ផ្ដើមដាក់សាច់ចូលដំបូងគេដួសដាក់ចឹងមកហើយនេះគឺខ្ញុំថតកាមេរ៉ា slow motion បងប្អូនអត់ដែលថតអញ្ចឹងយើងថតសាកកាមេរ៉ា slow motion វាអត់សូវច្បាស់ទេបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងបងប្អូនថារិត Daily Food ក៏ដូចជា Facebook Page អូខេហើយទស្សនាវីដេអូខ្ញុំនៅក្នុង YouTube ខាងក្រោមផងព្រោះចិត្តគ្រប់គោលការណ៍ហើយចិត្តគ្រប់ម៉ោងហើយចិត្តបានលុយហើយបងប្អូនគ្រប់គោលការណ៍យើងបានលុយហ្នឹងហើយនេះគឺគ្រឿងហើយសំទោសបងប្អូនកាមេរ៉ាញីញ័រដោយសារវារបូតកស៊ូអាឡែងកាមេរ៉ាវាហ្នឹងអញ្ចឹងថតអត់សូវស្អាតទេបងប្អូនមើលរៀងជឿក្បាលបន្តិចប៉ុន្តែអត់អីទេឲ្យតាមមាននេះគឺជាទស្សនវិជ្ជានៅខាងក្រៅផ្ទះរបស់ខ្ញុំផងណាបងប្អូនដោយសារតែខែប្រាំងគេច្រូតកាត់ហើយខ្ញុំបានយកសាច់យកមកហាលសាច់ជ្រូកហើយដើរមកមុខវិញស្លមើលម៉ាក់ខ្ញុំស្លបន្តទៀតនេះខ្ញុំដាក់កាមេរ៉ាលឿនវីដេអូលឿនយើងដូរឆ្នាំងដំបូងយើងដាក់ឆ្នាំងទូចដល់ហើយវាពេញពេកយើងដូរឆ្នាំងហើយចិត្តបន្លែអញ្ចឹងចិត្តបន្លែជ្រុងអញ្ចឹងដាក់ទៅងាស់វាចោលអាស្លឹកជីម៉ាក់ខ្ញុំចិត្តបងមិញបងប្អូនចង់បងតាមក្រូយក៏បានបងមុនក៏បានតែម៉ាក់ខ្ញុំគាត់បងទៅហើយទៅងាយស្រួលពេលដែលយើងឆ្អិនយើងលើកមកញ៉ាំតែម្ដងហើយឆាធ្លាក់បន្លែណាថ្ងៃនេះធ្វើមុខម្ហូបពីរបងប្អូនឆាមីមួយហើយឆាតៃថាវមួយតែខ្ញុំថតតែឆាតៃថាវទេហើយនេះគឺជាបងគឺជាក្មួយគាត់សម្រាប់ពីការងារនៅពេលល្ងាចហើយនេះយើងបងគ្រឿងបន្តទៀតបងប្អូនខ្ញុំភ្លេចប្រាប់បងប្អូនដល់គ្នាសាច់ហ្នឹងពេលប្រឡាក់ដាក់ខ្ញុំភ្លេចប្រាប់បងប្អូនដល់គ្នាសាច់ហ្នឹងប្រឡាក់ដាក់ម្រេចបងប្អូនឲ្យវាមានក្លិនឈ្ងុយវាកាត់ឆ្អាបផងដែរបាទហើយងាស់ចោលវាចឹងទៅឲ្យបន្លែវាផុយដោយសារបន្លែថៃថាវហើយការ៉ុតអីហ្នឹងហើយអាស្ពៃក្តោបហ្នឹងគឺវារៀងរឹងអញ្ចឹងងាស់ឲ្យវាស្លោកអីចឹងណាបងប្អូនហើយនេះម៉ាក់ខ្ញុំភ្លក់ហើយបងប្អូនក្លាប់គឺថាឆ្ងាញ់ខ្លាំងមែនតើហើយក៏ក្របឲ្យទុកញ៉ាំបាយល្ងាចនឹងជុំគ្នាបាទវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបាយជួបគ្នាវីដេអូក្រោយ